Production កាលពីមុនប្តីខ្ញុំគាត់តែងតែស្អីបន្ទោខ្ញុំថាខ្ញុំនេះមិនចេះរៀបចំគ្រួសារហ្នឹងឲ្យមានបាននឹងគេការពិតទៅការងារគាត់ចៅពីអូលុយការងារផ្ទះសម្បែងថែកូនចៅថែទ្រព្យសម្បត្តិអីហ្នឹងគាត់មិនដែលខ្វល់ទេហើយមិនត្រឹមតែប៉ុណ្ណឹងគាត់នៅមើលស្រាលការងារប្រយចំពោះរបស់ខ្ញុំមេផ្ទះហ្នឹងទៀតហើយពេលដែលគាត់សុខភាពគាត់ចុះខ្សោយគាត់តែជាបារម្ភថាគាត់មានលុយនឹងមើលជំងឺគាត់តែសំណាងល្អខ្ញុំនៅមានលុយអសងខ្លះសម្រាប់គ្រួសារខ្ញុំហើយជាពិសេសខ្ញុំយកលុយកដាស់100រៀលតែប្តីខ្ញុំក៏ទុកចោលហ្នឹងហើយបានយកមកអសងហើយខ្ញុំក៏គិតថាយកលុយ100រៀលហ្នឹងយកទៅផ្សងសំណាងជាមួយនឹងឆ្នោតខ្មែរហើយពេលនោះខ្ញុំក៏ត្រូវវត្តធំពីឆ្នោតខ្មែរហើយពេលដែលគាត់ឈឺខ្ញុំយកលុយទៅព្យាបាលគាត់រហូតដល់គាត់ជាហើយខ្ញុំនេះសល់លុយកាក់ខ្លះសម្រាប់គ្រប់គ្រងគ្រួសារខ្ញុំឥឡូវជីវភាពគ្រួសារខ្ញុំឥឡូវនេះបានធូរធារជាងមុនច្រើនហើយប្តីខ្ញុំក៏គាត់ខ្លាចចិត្តខ្ញុំដែរឥឡូវគាត់ក៏បានសុំទោសខ្ញុំគាត់ថាមិនគួរមើលរំលងការងារខិតខំមិនសមចៃរបស់ខ្ញុំទីទួចនឹងសម្រាប់គ្រួសារដែរមិនអាចរាយរាប់សាសពឲ្យអូនយល់ន័យទាំងដឹងច្បាស់ពីចិត្តស្រីតែងតែអន់ចិត្តនឹងបងតែងគិតមាក់ងាយរូបអូនថាស្ងួនគ្មានគោលបំណងពេលនេះទើបដឹងថាអូនក៏អាចជួយបងបានដែរកិច្ចការនៅផ្ទះគ្រប់យ៉ាងអូនសុំឥតសុំអាងណាស់ហើយរឿងមួយម្យ៉ាងទៀតនោះគឺអូនតែងសងឆ្នោតខ្មែរលុយកាំងសំតិចតួចសំណាងមានជាហូរហើយអូនជាមនុស្សស្រីពូកែបងតែងតែស្មានមិនដល់ជួបមនុស្សស្រីល្អដូចអូនរូបបងពិតសំណាងណាស់ពេលឈានជើងចូលដល់ផ្ទះគឺមានមនុស្សល្អម្នាក់ក្បែរសុំតុងការស្រឡាញ់ជាប្រល្អជូនមាមេហើយចង់មានឈ្មោះនឹងគេក្នុងបញ្ជីប្រុសខ្មែរល្អ Town Production កាលពីមុនប្តីខ្ញុំគាត់តែងតែស្អីបន្ទោខ្ញុំថាខ្ញុំនេះមិនចេះរៀបចំគ្រួសារហ្នឹងឲ្យមានបាននឹងគេការពិតទៅការងារគាត់ចៅពីអូលុយការងារផ្ទះសម្បែងថែកូនចៅថែទ្រព្យសម្បត្តិអីហ្នឹងគាត់មិនដែលខ្វល់ទេហើយមិនត្រឹមតែប៉ុណ្ណឹងគាត់នៅមើលស្រាលការងារប្រយចំពោះរបស់ខ្ញុំមេផ្ទះហ្នឹងទៀតហើយពេលដែលគាត់សុខភាពគាត់ចុះខ្សោយគាត់តែជាបារម្ភថាគាត់មានលុយនឹងមើលជំងឺគាត់តែសំណាងល្អខ្ញុំនៅមានលុយអសងខ្លះសម្រាប់គ្រួសារខ្ញុំហើយជាពិសេសខ្ញុំយកលុយកដាស់100រៀលតែប្តីខ្ញុំក៏ទុកចោលហ្នឹងហើយបានយកមកអសងហើយខ្ញុំក៏គិតថាយកលុយ100រៀលហ្នឹងយកទៅផ្សងសំណាងជាមួយនឹងឆ្នោតខ្មែរហើយពេលនោះខ្ញុំក៏ត្រូវវត្តធំពីឆ្នោតខ្មែរហើយពេលដែលគាត់ឈឺខ្ញុំយកលុយទៅព្យាបាលគាត់រហូតដល់គាត់ជាហើយខ្ញុំនេះសល់លុយកាក់ខ្លះសម្រាប់គ្រប់គ្រងគ្រួសារខ្ញុំឥឡូវជីវភាពគ្រួសារខ្ញុំឥឡូវនេះបានធូរធារជាងមុនច្រើនហើយប្តីខ្ញុំក៏គាត់ខ្លាចចិត្តខ្ញុំដែរឥឡូវគាត់ក៏បានសុំទោសខ្ញុំគាត់ថាមិនគួរមើលរំលងការងារខិតខំមិនសមចៃរបស់ខ្ញុំទីទួចនឹងសម្រាប់គ្រួសារដែរ
មិនអាចរាយរាប់សាស័ព្ទឲ្យអូនយល់ន័យទាំងដឹងច្បាស់ពីចិត្តស្រីតែងតែអន់ចិត្តនឹងបងតែងគិតមាក់ងាយរូបអូនថាស្ងួនគ្មានគោលបំណងពេលនេះទើបដឹងថាអូនក៏អាចជួយបងបានដែរកិច្ចការនៅផ្ទះគ្រប់យ៉ាងអូនសមឥតសមអាងណាស់ហើយរឿងមួយម្យ៉ាងទៀតនោះគឺអូនតែងផ្សងឆ្នោតខ្មែរលុយកាំងសន្សំតិចតួចសំណាងមានជាហូរហើយអូនជាមនុស្សស្រីពូកែបងតែងតែស្មានមិនដល់ជួបមនុស្សស្រីល្អដូចអូនរូបបងពិតសំណាងណាស់ពេលឈានជើងចូលដល់ផ្ទះគឺមានមនុស្សល្អម្នាក់ក្បែរសុំតុងការស្រ